រថយន្ត Jetour T1 PHEV មានបំពាក់ប្រព័ន្ធកាមេរ៉ា540ដឺក្រេដែលអាចបង្ហាញរូបភាពមួយជុំនិងបាតក្រោមរថយន្តផងដែរល្អមែនទែនសម្រាប់ការបើកបោនៅទីតូចចង្អៀតឬចេញចូលពីចំណតដើម្បីបើកដំណើរការប្រព័ន្ធកាមេរ៉ា540ដឺក្រេអ្នកអាចធ្វើតាម3របៀបខាងក្រោមទី1អ្នកអាចចុចរូបកាមេរ៉ា540នៅលើអេក្រង់កំសាន្តផ្នែកកណ្ដាលដើម្បីបើកដំណើរការប្រព័ន្ធកាមេរ៉ា540ដឺក្រេទី2អ្នកអាចចុចប៊ូតុងកាមេរ៉ា540នៅលើប្លុកវិទ្យាផ្នែកកណ្ដាលដើម្បីបើកដំណើរការប្រព័ន្ធកាមេរ៉ា540ដឺក្រេនិងទី3អ្នកគ្រាន់តែដាក់លេខ O ថយក្រោយនោះរថយន្តនឹងបើកដំណើរការប្រព័ន្ធកាមេរ៉ា540ដឺក្រេដោយស្វ័យប្រវត្តិអមដោយខ្សែបន្ទាត់រេតាមចង្កូតផងដែរចំពោះប្រព័ន្ធកាមេរ៉ា540ដឺក្រេនៅលើរថយន្ត Jetour T1 PHEV អ្នកក៏អាចចុចមើលគ្រប់មុំនៃរថយន្តហើយក៏អាចជ្រើសរើសបង្ហាញរូបភាពជាប្រភេទ 2D ឬ 3D ដែលនឹងអនុញ្ញាតឲ្យអ្នកបង្វិលមើលមួយជុំរថយន្តបានផងដែរស្ថិតនៅក្នុងមេនុយ Setting នៃប្រព័ន្ធកាមេរ៉ា540ដឺក្រេលោកអ្នកក៏អាចបើកឬបិទដំណើរការមុខងារជាច្រើនផ្សេងទៀតដូចជា Steering Wheel Angle Activation បង្ហាញពីមុំនៃដៃចង្កូតរថយន្ត Turn Signal Lamp Activation បើកដំណើរការមុខងារកាមេរ៉ានៅពេលដែលអ្នកប្រើចង្កឹះភ្លើងស៊ីញ៉ូ Transparent Chassis បង្ហាញភាពដិតនៃរូបភាពរថយន្ត Radar Shield ប្រាប់ពីចម្ងាយនៃឧបសគ្គនៅជុំវិញរថយន្តនិង Restore Default អនុញ្ញាតឲ្យរថយន្តប្រើប្រាស់ Default Setting ចេញពីរោងចក្រវិញ Jetour. Drive your future.